ជំរាបសួរថ្ងៃនេះខ្ញុំសូមណែនាំអំពីរបៀបចាក់សោនិងដោះសោលេខប៉ុស្តិ៍លើតេឡេបញ្ជារបស់ក្រុមហ៊ុន MEC ដើម្បីចាក់សោលេខប៉ុស្តិ៍បានលោកអ្នកត្រូវជ្រើសរើសត្រឹមលេខចុងក្រោយដែលលោកអ្នកចង់បញ្ជាដោយចុចទៅលើប៊ូតុងដែលមានសញ្ញាទៅមកនៅពេលដែលអេក្រង់កំពុងតែបង្ហាញលេខសូមធ្វើការចុចប៊ូតុង P2 ដែលស្ថិតនៅផ្នែកខាងក្រោយនៃតេឡេបញ្ជាបន្ទាប់មកត្រឡប់មកចុចប៊ូតុងដែលមានសញ្ញាដកនោះសម្រាប់ធ្វើការ Save ឬរក្សាទុកពេលនេះលោកអ្នកអាចឃើញថាតេឡេបញ្ជានេះអាចបញ្ជាត្រឹមលេខ4ប៉ុណ្ណោះអញ្ចឹងទាំងអស់នេះគឺជារបៀបចាក់សោលេខប៉ុស្តិ៍អញ្ចឹងសូមចូលមករបៀបដោះសោលេខប៉ុស្តិ៍វិញម្ដងដើម្បីដោះសោលេខប៉ុស្តិ៍លោកអ្នកត្រូវជ្រើសរើសលេខប៉ុស្តិ៍ចុងក្រោយដែលលោកអ្នកបានចាក់សោដោយចុចប៊ូតុងដែលមានសញ្ញាទៅមកបន្ទាប់មកសូមចុចប៊ូតុង P2 ដែលស្ថិតនៅផ្នែកខាងក្រោយនៃតេឡេបញ្ជានៅពេលដែលលេខនៅលើអេក្រង់កំពុងតែភ្លឺសូមចុចប៊ូតុងដែលមានសញ្ញាទៅមករួចរំកិលរហូតដល់លេខ6បន្ទាប់មកសូមចុចប៊ូតុងដែលមានសញ្ញាដកសម្រាប់ Save ឬរក្សាទុកនោះតេឡេរបស់យើងនឹងដោះសោដោយជោគជ័យ